បណ្ដុះបណ្ដាលមូលដ្ឋានវិជាសង្គ្រោះបឋមនិងគោលនយោបាយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដល់ក្រុមកាកបាទក្រហមឃុំនិងអ្នកស្ម័គ្រចិត្តភូមិមកពីឃុំចំនួន9ក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងនាសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានវិជាសង្គ្រោះបឋមនិងគោលនយោបាយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដល់ក្រុមការងារកាកបាទក្រហមឃុំចំនួន5នាក់ស្រីចំនួន2នាក់និងអ្នកស្ម័គ្រចិត្តភូមិចំនួន21នាក់អ្នកស្ម័គ្រចិត្តភូមិ129នាក់សរុបចំនួន150នាក់ស្រីចំនួន42នាក់មកពីឃុំចំនួន9ស្មើនឹង88ភូមិមានចំនួន4វគ្គក្រោមការដឹកនាំនិងសម្របសម្រួលដោយលោកស្រីអុកមាសសូលីណានាយិកាសាខាខេត្តដែលមានការចូលរួមពីក្រុមប្រតិបត្តិសាខាលោកអនុប្រធានហេរញ្ញិកមន្ត្រីប្រចាំការបុគ្គលិកកិច្ចសន្យាអនុសាខាស្រុកក្រុមកាកបាទក្រហមឃុំនិងអ្នកស្ម័គ្រចិត្តភូមិនៅសាលាឃុំប្រាសាទអនសោងថ្កូវនិងសាលាឃុំជាងដៃក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងប្រធានបទបានលើកយកមកធ្វើបទបង្ហាញមានចំនួន8ប្រធានបទរួមមានគោលនយោបាយនិងទូនាទីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាវិជាសង្គ្រោះបឋមទូនាទីអ្នកសង្គ្រោះគោលការណ៍គ្រឹះនៃសង្គ្រោះបឋមការធ្វើចលនាដង្ហើម CPR ការដាក់ស្ថានភាពដំណេកការជួយសង្គ្រោះអ្នកលងទឹកឆ្កែខាំរលាកភ្លើងនិងពោះចឹកការបញ្ជូនជនរងគ្រោះប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអតិចង្គក្រហមបដិរូបគោលការណ៍គ្រឹះទាំង7គោលការណ៍ណែនាំស្ដីពីអត្តសញ្ញាណកាកបាទក្រហមភាពធន់សហគមន៍និងប្រព័ន្ធប្រកាសឲ្យដឹងមុនរបស់សហគមន៍សុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមអ្នកឱកាសបិទវគ្គលោកស្រីក៏បានផ្ដាំផ្ញើដល់លោកស្រីក្រុមកាកបាទក្រហមឃុំនិងអ្នកស្ម័គ្រចិត្តភូមិសូមយកខ្លឹមសារក្នុងមេរៀននីមួយៗទៅអនុវត្តបន្តការងារក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពពិសេសត្រូវចែករំលែកនៅចំណេះដឹងពិសេសចុះអប់រំផ្សព្វផ្សាយដល់ក្រុមការងារនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនគិតត្រឹមថ្ងៃទី27ខែមីនាឆ្នាំ2026សាខាខេត្តបានបើកវគ្គបណ្ដុះបណ្ដាលដល់ក្រុមកាកបាទក្រហមឃុំចំនួន21នាក់ស្រី6នាក់និងអ្នកស្ម័គ្រចិត្តភូមិកាកបាទក្រហមកម្ពុជាចំនួន129នាក់ស្រីចំនួន36នាក់សរុបចំនួន150នាក់ស្រីចំនួន42នាក់មកពីឃុំចំនួន4ស្មើនឹង88ភូមិមានចំនួន4វគ្គ